សួស្តីនៅក្នុងវីដេអូនេះផងដែរខ្ញុំបានអានអំពីយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028នេះហើយក៏ចង់ចែករំលែកនៃការសង្ខេបហើយនឹងអំពីតើយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបានប្រអត្ថប្រយោជន៍អីខ្លះហើយមានផែនការយុទ្ធសាស្ត្រដូចម្តេចខ្លះចឹងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028នេះដែលរាជរដ្ឋាភិបាលបានរៀបចំឡើងតាមរយៈគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅខែកញ្ញាឆ្នាំ2023ហើយយើងដឹងហើយថាសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍនិងប្រទេសអភិវឌ្ឍចឹងចំពោះនិយមន័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបើយើងមើលនៅក្នុងយុទ្ធសាស្ត្រជាតិនេះគឺបានបញ្ជាក់ហើយគឺមិនទាន់មានការកំណត់និយមន័យជាក់លាក់ថាតើដូចម្តេចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេប៉ុន្តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាយើងត្រូវបានគេសំដៅទៅដល់អ្នកដែលមានប្រាក់ចំណូលទាបមិនទៀងទាត់ប្រើប្រាស់ត្រឹមជីវភាពប្រចាំថ្ងៃទោះបីតែគាត់ធ្វើការងារយូរអីក៏ដោយមានន័យថាធ្វើការងារច្រើនម៉ោងក៏ដោយប៉ុន្តែបានប្រាក់ចំណូលទាបទី2គឺប្រកបអាជីវកម្មឬមុខរបរលក្ខណៈគ្រួសារការងារមិនជាប់លាប់អញ្ចឹងការងារមិនជាប់លាប់ហ្នឹងក៏រាប់ថាជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរហើយមួយទៀតដែរប្រកបមុខរបរឬអាជីវកម្មច្រើនក្នុងពេលតែមួយមានន័យថាឧទាហរណ៍ក៏រស់ស៊ីនេះផងក៏រស់ស៊ីនោះផងអញ្ចឹងធ្វើយ៉ាងណាដើម្បីឲ្យតែបានថវិកាដើម្បីគ្រប់គ្រងឬក៏ផ្គត់ផ្គង់ជីវភាពរបស់គាត់ទី3គឺពាក់ព័ន្ធនឹងតម្រូវការថែទាំសុខភាពខ្ពស់មានន័យថាដោយសារតែការងាររបស់គាត់ខ្វះការយល់ដឹងនិងមានចំណេះដឹងហើយគាត់ក៏អត់បានគិតអំពីថាតើនឹងអាចមានគ្រោះថ្នាក់មានបញ្ហាសុខភាពយ៉ាងណាផងដែរហើយចំណុចចុងក្រោយគឺពាក់ព័ន្ធទៅនឹងជំនាញវិជ្ជាជីវៈមានន័យថាគាត់មានជំនាញទាបអញ្ចឹងអត់មានការបានទទួលវគ្គបណ្ដុះបណ្ដាលការរៀនសូត្រឬក៏ការធ្វើការងារណាដែលមានជំនាញខ្ពស់នោះទេចំពោះយុទ្ធសាស្ត្រជាតិនេះផងដែរគោលដៅនៃយុទ្ធសាស្ត្រជាតិនេះផងដែរគឺមាន4អញ្ចឹងដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅគោលដៅហ្នឹងគឺទី1គឺបង្កភាពងាយស្រួលដល់ការឈានចូលទៅក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រព័ន្ធមានន័យថាគោលដៅគឺធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលដើម្បីឲ្យពួកគាត់អាចចូលរួមនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធទី3គឺផ្ដល់ផលប្រយោជន៍ដល់អ្នកដែលចូលនៅក្នុងប្រព័ន្ធហើយគឺធានាធ្វើម៉េចកុំឲ្យគាត់ធ្លាក់ទៅជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញទី3គឺថែបំពន់អ្នកដែលចូលនៅក្នុងប្រព័ន្ធហើយឲ្យគាត់នៅក្នុងប្រព័ន្ធនឹងរហូតហើយទី4គឺការលើកកម្ពស់ការយល់ដឹងនៅគោលនយោបាយរបស់រដ្ឋផ្សេងៗហើយចំពោះគោលលំណងនៃផែននៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028នេះផងដែរគឺគោលបំណងគឺការលើកកម្ពស់ការគាំពៀសមត្ថភាពផលិតភាពភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងពន្លឿននៃការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីធានាឲ្យបាននូវភាពធន់ប៉ាន់ប្រមាណនិងការរីកចម្រើនទៅមុខការធ្វើធុរកិច្ចពាណិជ្ជកម្មការវិនិយោគការប្រកបអាជីវកម្មមុខរបរចិញ្ចឹមជីវិតនៅកម្ពុជានៅក្នុងនោះដែរនៅក្នុងយុទ្ធសាស្ត្រជាតិនឹងផងដែរបានកំណត់ជាអត្ថប្រយោជន៍នៅយុទ្ធសាស្ត្រចំនួន5ដែលរាជរដ្ឋាភិបាលនឹងធ្វើទី1គឺការកំណត់ការកែសម្រួលការរៀបចំយន្តការបង្កភាពងាយស្រួលទី2គឺកាត់បន្ថយបន្ទុកទៅលើការបំពេញអនុលោមភាពទី3ការផ្ដល់ការគាំពៀនិងការគ្រប់គ្រងដល់អ្នកដែលនៅក្នុងប្រព័ន្ធនឹងស្រេចទី4ការលើកកម្ពស់សមត្ថភាពនិងការគ្រប់គ្រងដល់អ្នកដែលចូលក្នុងប្រព័ន្ធហើយទី5គឺការពង្រឹងនិងការផ្សព្វផ្សាយបង្កើតការយល់ដឹងនិងឲ្យមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងទន្ទឹមនឹងផងដែរនៅពេលដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលជាអ្នកសេដ្ឋកិច្ចក្នុងបានចូលរួមមានន័យថាបានចុះបញ្ជីចូលរួមប្រកាសខ្លួនថាជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយរាជរដ្ឋាភិបាលនៅមានកិច្ចអន្តរាគមន៍ចំនួន5ចំណុចទី1គឺការរៀបចំការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទី2ការលើកទឹកចិត្តផ្នែកពន្ធដារ
មានន័យថានៅពេលដែលគាត់ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំណូលទាបអញ្ចឹងមានពាក់ព័ន្ធនឹងពន្ធដារទេទី3គឺអត្ថប្រយោជន៍គាំពារសង្គមមានន័យថានៅពេលដែលគាត់ខ្លាយជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយគាត់អាចទទួលបានរបបថែទាំសុខភាពតាមរបបភិក្ខទានស្ម័គ្រចិត្តមានន័យថាគាត់មានវិញ្ញាបនបត្រជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយគាត់អាចយកវិញ្ញាបនបត្រនោះជាមួយនឹងអត្តសញ្ញាណប័ណ្ណអាចចុះបញ្ជីបង់ស្ម័គ្រចិត្តនៅបសបានអញ្ចឹងអានេះគឺអន្តរាគមន៍ផ្នែកគាំពារសង្គមទី4ការបណ្ដុះបណ្ដាលជំនាញអញ្ចឹងរាជរដ្ឋាភិបាលនឹងមានការបណ្ដុះបណ្ដាលជំនាញផ្ដល់ជំនាញវិជ្ជាជីវៈគេហៅថា reskill upskill ដើម្បីឲ្យអ្នកដែលមានមុខរបរសេដ្ឋកិច្ចក្រៅពន្ធហ្នឹងអាចបន្តរៀននឹងបានហើយនឹងទី5ការធ្វើរៀបចំយន្តការធ្វើអធិការកិច្ចរួមអញ្ចឹងអានេះគឺជាចំណុចទាំង5ដែលរាជរដ្ឋាភិបាលនិងអន្តរាគមន៍យោងទៅតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023ដល់ឆ្នាំ2028នេះផងដែរ